មកតាមសន្យាថាមូលហេតុអីខ្ញុំបើកហាងកញ្ចក់នៅសហរដ្ឋអាមេរិករយៈពេល1ឆ្នាំ8ខែដែលខ្ញុំបានធ្វើការក្នុងនាមជាអ្នកធ្វើកញ្ចក់ម្នាក់គឺខ្ញុំចេះត្រឹមតែធ្វើជើងធម្មតាហើយសម្រាប់ដៃគឺខ្ញុំធ្វើតិចតួចទេពីព្រោះដោយសារហាងខ្ញុំចាស់ហ្នឹងគឺរវល់ជើងច្រើនជាងដៃដើមហេតុនៃការបើក Kalina by Amy នេះគឺអត់មានកម្រងទេគឺគ្រប់យ៉ាងកើតឡើងពីភាពចៃដន្យសុទ្ធសាធតែម្ដងនិយាយទៅខ្ញុំមានកម្រងក្នុងការបើកហាងកញ្ចក់ប៉ុន្តែមិនមែនពេលគឺប្រហែលឆ្នាំ2026ចុងឆ្នាំដែលជាកម្រងខ្ញុំបាន set គោលដៅរបស់ខ្ញុំអញ្ចឹងសម្រាប់ខ្ញុំនិងគ្រួសាររបស់ខ្ញុំគ្រប់ផ្លូវជីវិតដែលខ្ញុំដើរគឺខ្ញុំដាក់គោលដៅ goal របស់ខ្ញុំពីជំហានមួយទៅមួយជំហានមួយពីព្រោះដោយសារឆ្នាំ2025ឬក៏ឆ្នាំ2026ខ្ញុំកម្រងតែលេងស្រុកខ្មែរមួយរយៈហើយពេលដែលខ្ញុំត្រឡប់មកវិញគឺខ្ញុំចាប់ផ្ដើមរកមើលហាងណាមួយដែលស័ក្តិសមគួរហើយខ្ញុំយក baby តែម្ដងតែគ្រប់យ៉ាងលឿនជាងការរំពឹងទុកពេលមួយដែលខ្ញុំជិះឡានជាមួយនឹងគ្រួសាររបស់ខ្ញុំហើយខ្ញុំឃើញទីតាំងនៅកន្លែងនឹងល្អធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាបងបើសិនជាយើងបើកហាងតើវាល្អអត់ដោយសារពេលដែលយើងបើកហាងគឺយើងមានពេលទំនេរច្រើនជាមួយគ្នាហើយអ្វីដែលសំខាន់ទៀតគឺយើងមិនចំណាយពេលទៅលើការងារនឹង 100% ហើយមានហេតុផលជាច្រើនទៀតដែលខ្ញុំថ្លឹងថ្លែងទៅការបើកហាងកញ្ចក់គឺល្អសម្រាប់ខ្ញុំក្នុងពេលឥឡូវហ្នឹងនិយាយទៅគឺការបើកហាងកញ្ចក់នឹងលឿនហ្មងរយៈពេលត្រឹមតែ1អាទិត្យទេគឺខ្ញុំសម្រេចចិត្តក្នុងការទិញហើយចាប់ផ្ដើមក្នុងការរៀបចំតែហើយបើនិយាយអំពីការរៀបចំវិញគឺហាងហ្នឹងគឺចំណាយពេលវេលាក៏ច្រើនចំណាយលុយកាក់ក៏ច្រើនទៅលើការរៀបចំអញ្ចឹងដោយសារហាងហ្នឹងមានអាយុកាលប្រហែលជា20ឆ្នាំទៅហើយមានសម្ភារៈខ្លះដែលយើងត្រូវបោះចោលហើយសម្ភារៈខ្លះទៀតដែលយើងអាចប្រើប្រាស់បានគឺយើងទុកហើយពេលហ្នឹងអ្វីដែលខ្ញុំអាចធ្វើបានគឺ save ខ្លាំងមែនតើអ្វីដែលប្រើប្រាស់បានគឺខ្ញុំព្យាយាមប្រើប្រាស់ព្យាយាមដុសខាតឡើងវិញអញ្ចឹងណាហើយសម្រាប់ការរៀបចំសម្រាប់ការលាបថ្នាំឡើងវិញសម្រាប់ការធ្វើគ្រប់បែបយ៉ាងគ្រប់យ៉ាងគឺក្រុមគ្រួសារប្តីខ្ញុំអីគឺគាត់អ្នកជួយនិយាយទៅសម្រាប់វីដេអូហ្នឹងខ្ញុំសូមផ្ញើជូនទៅបងថ្លៃខ្ញុំបងវុតបងឌីនម៉ាក់មីងប៉ាពូអឿនហើយនិងមិត្តភ័ក្ដិខ្ញុំចា2នាក់ទៀតដែលគាត់ជាអ្នកចិត្តខាងខ្ញុំដែលគាត់បានមកជួយក្នុងអំឡុងពេលខ្ញុំរៀបចំហាងថ្មីគឺថាហត់ខ្លាំងមែនតែខ្ញុំអត់ដែរបង្ហាញនៅលើ Facebook ទេពីព្រោះដោយសារពេលខ្លះយើងធ្វើការរហូតដល់23ម៉ោង22ម៉ោងក្នុងមួយថ្ងៃអត់មានពេលសម្រាកទេដើម្បីឲ្យយើងបខំរលុយបខំបើកហាងដើម្បីបើកឲ្យមានអតិថិជនឡើងវិញហើយយើងមានពេលតែ2ថ្ងៃគត់ក្នុងការរៀបចំអីវ៉ាន់សាឡើងវិញទាំងអស់ភាពហត់នឿយនិងសុភមង្គលគឺវាដើរទន្ទឹមគ្នាហើយខ្ញុំសប្បាយចិត្តខ្លាំងបំផុតខ្ញុំមានមនុស្សល្អក្បែរខ្លួនខ្ញុំគិតពីខ្ញុំនិងថែរក្សាខ្ញុំមុនបើកហាងយើងមានអារម្មណ៍ភ័យខ្លាចនៅពេលដែលបើកហាងហើយមានអារម្មណ៍ភ័យខ្លាច1គុណនឹង10ដោយសារយើងអត់ដឹងថាតើដំណើរនៃការរកស៊ីរបស់យើងបែបណាដោយសារយើងធ្លាប់តែរកស៊ីនៅប្រទេសកម្ពុជាឥឡូវយើងបន្ថែមការរកស៊ីនៅសហរដ្ឋអាមេរិកទៀតដូចនេះយើងអត់ដឹងថាតើផលវិជ្ជមាននិងអវិជ្ជមានវានៅត្រង់កន្លែងណាច្រើននោះទេសម្រាប់ខ្ញុំរាល់ថ្ងៃគឺខ្ញុំ customer service ផងខ្ញុំគិតលុយផងហើយខ្ញុំធ្វើកញ្ចក់ឲ្យអតិថិជនផងតែខ្ញុំពិតជាសប្បាយនៅការងារដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃហើយខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំបានសម្រេចចិត្តត្រូវក្នុងការបើកហាងកញ្ចក់ក្នុងពេលឥឡូវនេះមិនដឹងថាដំណើរជីវិតនឹងអីស្អែកមានរឿងអីកើតឡើងប៉ុន្តែអ្វីដែលយើងអាចធ្វើទៅបានគឺយើងប្រឹងឲ្យអស់សមត្ថភាពនៅក្នុងថ្ងៃនេះហើយវាមិនមែនជាហានិភ័យទេសម្រាប់កូនគេអ្នកមានដែលគេមានទ្រព្យធនក្នុងការចាប់ផ្ដើមរកស៊ីតែវាហានិភ័យបំផុតសម្រាប់យើងដែលចាប់ផ្ដើមរកស៊ីហើយមិនមានធនធានច្រើនដូចគេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំស៊ូណាស់ហើយខ្ញុំដឹងថាហាងរបស់ខ្ញុំតូចនិងមិនអស្ចារ្យប៉ុន្តែវាពិតជាអស្ចារ្យសម្រាប់ខ្ញុំនិងប្តីខ្ញុំព្រោះវាកើតឡើងពីញើសឈាមប្តីប្រពន្ធខ្ញុំដោយសារភាពស្មោះត្រង់ដោយសារទំនួលខុសត្រូវនឹងការងារខ្ញុំក៏ទទួលបានជាមួយនឹងអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃការឡើងទៅខ្ញុំអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រទាំងនៅស្រុកខ្មែរនិងនៅអាមេរិកអរគុណសម្រាប់ការតាមដានវីដេអូមួយនេះជាចុងក្រោយសូមផ្ដាំទៅបងប្អូនថាកុំខ្លាចក្នុងការចាប់ផ្ដើមព្រោះការចាប់ផ្ដើមមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេខ្ញុំនឹងធ្វើវីដេអូពីដំណើរជីវិតនៅសហរដ្ឋអាមេរិកបន្តទៀតបើសិនជាពុកម៉ែបងប្អូននិយាយនឹងសន្តាម